ថ្ងៃនេះគឺជាឱកាសប្រកបដោយសេចក្តីរំភើបរីករាយឥតឧបមាដែលខ្ញុំបាទនឹងថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងសាធារណការដឹកជញ្ជូនរួមជាមួយអាជ្ញាធរខេត្តកណ្ដាលនិងក្រសួងស្ថាប័នពាក់ព័ន្ធមានកិត្តិយសបានគោរពទទួលស្វាគមន៍វត្តមានដ៏ឧត្តមឧត្តមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិចក្រកម្ពុជានិងឯកឧត្តមផាកជុងវុកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាព្រមទាំងវត្តមានរបស់ឯកឧត្តមលោកជំទាវលោកស្រីភ្ញៀវកិត្តិយសជាតិអន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានឆ្លៀតពេលដ៏មានតម្លៃនិងមមាញឹកអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាឱកាសនេះពិធីបើកការដ្ឋានដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនាពេលនេះគឺជាសក្ខីភាពបញ្ជាក់អំពីវឌ្ឍនភាពនិងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជូនជាតិមាតុភូមិតាមរយៈការចាប់ផ្ដើមអនុវត្តនៅគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅដែលក្នុងនោះរួមមានការសាងសង់ស្ថានីយ៍ប្រព័ន្ធកម្មទឹកកខ្វក់ការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់បណ្ដាញលូទឹកកខ្វក់និងការងារដំណភ្ជាប់តាមដងផ្ទះដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព័ន្ធកម្មទឹកកខ្វក់ដែលគ្របដណ្ដប់តំបន់ទទួលសេវាចំនួន6សង្កាត់ក្នុងក្រុងតាខ្មៅព្រមទាំងការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ក្នុងក្រុងតាខ្មៅផងដែរសមិទ្ធផលដែលនឹងលេចចេញជារូបរាងឡើងក្នុងរយៈពេល3ឆ្នាំខាងមុខនេះគឺជាលទ្ធផលកើតចេញពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េតាមរយៈការពង្រឹងនៅទំនាក់ទំនងជាបន្តបន្ទាប់ពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី7នេះសម្ដេចអធិបតីនាយករដ្ឋមន្ត្រីបានខិតខំពង្រឹងនិងពង្រីកកិច្ចទំនាក់ទំនងនៃប្រទេសទាំងពីររហូតឈានដល់ដំណាក់កាលកម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រដែលបាននឹងកំពុងនាំមកនៅការអភិវឌ្ឍរីកចម្រើនថ្មីជាច្រើនបន្ថែមទៀតដល់កម្ពុជាក្នុងន័យនេះខ្ញុំបាទសូមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចអធិបតីនាយករដ្ឋមន្ត្រីដើម្បីថ្លែងអំណរគុណតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតផាកជុងវុកជូនចំពោះប្រជាជននិងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េដែលជានិច្ចកាលក្នុងនាមជាមិត្តដ៏ស្និទ្ធស្នាលនិងជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជាកូរ៉េតែងតែបានជួយឧបត្ថម្ភនិងគាំទ្រកម្ពុជាដោយបានផ្ដល់នូវជំនួយបច្ចេកទេសហេរញ្ញប្បទានឥតសំណងនិងឥណទានសម្បទានជាបន្តបន្ទាប់សម្រាប់លើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជាឲ្យកាន់តែល្អប្រសើរដោយរួមទាំងការអភិវឌ្ឍរីកចម្រើននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននិងប្រព័ន្ធចម្រោះទឹកកខ្វក់ផងដែរសម្ដេចអធិបតីនាយករដ្ឋមន្ត្រីជាទីគោរពដ៏ខ្ពង់ខ្ពស់អង្គពិធីទាំងមូលជាទីគោរពនិងជាទីមេត្រីសន្តិភាពនិងស្ថិរភាពពេញផ្ទៃប្រទេសដែលបានមកពីការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានិងជាអគ្គមគ្គុទ្ទេសក៍សន្តិភាពនិងការបង្រួបបង្រួមជាតិបានធ្វើឲ្យប្រទេសកម្ពុជាទទួលបានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននគររូបនីយកម្មសំណង់លំនៅឋាននិងការពង្រីកទីក្រុងរបស់ប្រទេសកម្ពុជាឲ្យមានភាពលូតលាស់រីកចម្រើនគួរឲ្យកត់សម្គាល់ជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័សនេះតម្រូវឲ្យមានការសិក្សារៀបចំផែនការនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងការយកចិត្តទុកដាក់គិតគូរលើការផ្ដល់សេវាជូនប្រជាពលរដ្ឋដែលរស់នៅតាមទីក្រុងដែលមានដង់ស៊ីតេខ្ពស់និងចំនួនភ្ញៀវទេសចរច្រើនដើម្បីធានានៅនិរន្តរភាពឆ្លើយតបនឹងកំណើននិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្នុងទីក្រុងរដ្ឋាភិបាលកម្ពុជាបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការស្វែងរកដំណោះស្រាយនិងយុទ្ធសាស្ត្រលើការងារគ្រប់គ្រងនិងអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ឲ្យមានប្រសិទ្ធភាពសម្ដៅដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាននៅតាមតំបន់ទីក្រុងទីរួមខេត្តនិងទីប្រជុំជន
ដែលរួមមានដូចជាកង្វះខាតហេដ្ឋារចនាសម្ព័ន្ធអនាម័យនិងកំណើននៃការបញ្ចេញចោលសំណល់រឹងនិងសំណល់រាវរួមទាំងទឹកកខ្វក់ដែលមិនបានឆ្លងកាត់ការធ្វើពិពិធកម្មត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចូលទៅក្នុងប្រភពទឹកធម្មជាតិបញ្ហាទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់លក្ខខណ្ឌបរិស្ថានរស់នៅនិងសុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋព្រមទាំងរាំងស្ទះដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចផងដែរគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅនាពេលនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការគិតគូរលើការគ្រប់គ្រងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់នៅក្នុងទីក្រុងឆ្លើយតបនឹងការរីកលូតលាស់ឥតឈប់ឈរនិងកំណើនប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជនសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជាខ្ញុំបាទសូមគោរពរាយការណ៍ជូនសម្ដេចអធិបតីនាយករដ្ឋមន្ត្រីនិងអង្គពិធីទាំងមូលអំពីព័ត៌មានគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅដែលមានខ្លឹមសារសង្ខេបដូចតទៅប្រព័ន្ធលូបង្ហូរនិងប្រព័ន្ធចម្រោះទឹកកខ្វក់សម្រាប់គម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅនឹងត្រូវរៀបចំឡើងជាប្រព័ន្ធញែកដោយឡែករវាងទឹកភ្លៀងនិងទឹកកខ្វក់ដែលក្នុងនោះមានការសាងសង់ធំចំនួន2រួមមាន1ការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងនោះរួមមានការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិលើផ្ទៃដីទំហំ30ហិកតាដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ចំនួន 12,000 ម៉ែត្រគីបក្នុងមួយថ្ងៃការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ចំនួន7កន្លែងនិងបណ្ដាញលូទឹកកខ្វក់គ្រប់ប្រភេទសរុបប្រវែង125គីឡូម៉ែត្រព្រមទាំងការងារតំណភ្ជាប់តាមក្នុងផ្ទះដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ដែលគ្របដណ្ដប់តំបន់សេវាចំនួន6សង្កាត់រួមមានសង្កាត់កំពង់សំណាញ់សង្កាត់ដើមមានសង្កាត់តាខ្នុលសង្កាត់តាខ្មៅសង្កាត់ព្រែកហូរនិងសង្កាត់ព្រែកឫស្សីស្មើនឹងផ្ទៃដីប្រមាណ974ហិកតាក្នុងក្រុងតាខ្មៅ2ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ក្នុងនោះរួមមានការសាងសង់បណ្ដាញលូរំដោះទឹកភ្លៀងដោយភ្ជាប់លូប្រអប់និងលូមូលតាមបណ្ដោយផ្លូវជាតិលេខ21ចាប់ពីម្ដុំរង្វង់មូលតាខ្មៅប្រវែង5គីឡូម៉ែត្រនិងការងារសាងសង់និងស្ដារស្ថានីយ៍បូមទឹកភ្លៀង2កន្លែងព្រមទាំងបណ្ដាញលូរំដោះទឹកភ្លៀងមួយចំនួនទៀតក្នុងក្រុងតាខ្មៅគម្រោងនេះក៏មានរួមបញ្ចូលផងដែរនៅការហ្វឹកហាត់ប្រតិបត្តិការនិងការថែទាំរយៈពេល1ឆ្នាំសម្រាប់ការបង្កើននិងពង្រឹងសមត្ថភាពមន្ត្រីបុគ្គលិកអង្គភាពទទួលខុសត្រូវលើការងារប្រតិបត្តិការនិងថែទាំប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់គម្រោងនេះនឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសហជីវកម្មគឹមហូ Tech Cross និងទទួលត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសហជីវកម្មដូហាសូយ៉ាងដែលមានតម្លៃកិច្ចសន្យាសរុបប្រមាណជាង$90 លានអាមេរិកក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់នឹងពន្ធករផ្សេងៗនិងការប្រើប្រាស់រយៈពេលសាងសង់ចំនួន36ខែដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ2027ក្រោយពីបញ្ចប់ការសាងសង់សមិទ្ធផលទាំងនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពនិងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង6សង្កាត់នៃក្រុងតាខ្មៅនិងជួយកាត់បន្ថយនៅចំនួនទឹកភ្លៀងក្នុងរដូវវស្សាជាងនេះទៀតគម្រោងនេះក៏នឹងជំរុញជួយការវិនិយោគសកម្មភាពពាណិជ្ជកម្មនិងការអភិវឌ្ឍលំនៅឋាននៅក្នុងតំបន់ជុំវិញនេះផងដែរសម្ដេចអធិបតីនាយករដ្ឋមន្ត្រីជាទីគោរពដ៏ខ្ពង់ខ្ពស់អង្គពិធីទាំងមូលជាទីគោរពនិងជាទីមេត្រីជាការពិតណាស់ការសម្រេចបាននៅសមិទ្ធផលជាច្រើនគួរជាទីមោទនៈដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះមិនមែនកើតឡើងដោយកត្តាចេតននោះទេតែគឺកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជំនាន់មុនរួមជាមួយនឹងការបន្តដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី7ដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើមពោពេញដោយសមត្ថភាពចំណេះដឹង
មានចក្ខុវិស័យវែងឆ្ងាយឆ្លៀសវៃនិងប៉ិនប្រសប់ប្រកបដោយការបដិញ្ញាចិត្តខ្ពស់និងឆន្ទៈដ៏មុតមាំដែលបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1សម្ដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រាប់បានចក្ខុវិស័យកម្ពុជាឆ្នាំ2050ជាប្រទេសមានចំណូលខ្ពស់ក្នុងនោះដែរការលើកកម្ពស់អនាម័យបរិស្ថាននិងសោភ័ណភាពនៅក្នុងទីក្រុងនិងការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនត្រូវបានរដ្ឋាភិបាលអាណត្តិទី7កំណត់ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1ស្ថិតនៅបញ្ញកោណទី4មុំទី4ត្រង់ចំណុចទី3ការគ្រប់គ្រងទុកដាក់និងកែច្នៃសម្រាមនិងការពង្រីកបណ្ដាញប្រព័ន្ធលូរំដោះទឹកភ្លៀងប្រព័ន្ធចម្រោះនិងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់និងចំណុចទី5ការតម្រូវឲ្យមានការរៀបចំច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ជាមួយគ្នានេះរដ្ឋាភិបាលក៏បានសម្រេចផងដែរនៅសមិទ្ធផលច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ដែលត្រូវបានព្រះមហាក្សត្រឡាយប្រហ័សនាហត្ថលេខាប្រកាសបើកជាផ្លូវការនៅថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2024កន្លងទៅដោយឡែកក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់ក្រសួងសាធារណការដឹកជញ្ជូនបានសហការជាមួយបណ្ដាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍនានាដោយគិតមកដល់បច្ចុប្បន្ននេះក្រសួងបានបញ្ចប់និងកំពុងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់សរុបចំនួន14កន្លែងនិងទីលានទុកដាក់សម្រាមចំនួន11កន្លែងរួមទាំងបណ្ដាញលូគ្រប់ប្រភេទនៅតាមទីក្រុងនិងទីប្រជុំជនសំខាន់ៗក្នុងតំបន់ជុំវិញបឹងទន្លេសាបតំបន់ជាប់សមុទ្រនិងតំបន់ទេសចរណ៍ជាទិសដៅបន្តក្រសួងសាធារណការដឹកជញ្ជូនក៏នឹងគិតគូរបន្ថែមទៀតផងដែរលើការរៀបចំលិខិតបទដ្ឋានគតិយុត្តគោលនយោបាយគោលការណ៍ណែនាំនិងបទដ្ឋានបច្ចេកទេសនៃការគ្រប់គ្រងនិងអភិវឌ្ឍវិស័យទឹកកខ្វក់នៅកម្ពុជាព្រមទាំងការសិក្សារៀបចំផែនការមេនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់តាមរយៈការបន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍនានាដើម្បីជំរុញការសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ស្ថានីយបូមទឹកកខ្វក់ប្រព័ន្ធបណ្ដាញលូទឹកកខ្វក់ប្រព័ន្ធលូរំដោះទឹកភ្លៀងនិងការសាងសង់ទីលានទុកដាក់សម្រាមនិងកែច្នៃសម្រាមនៅតាមតំបន់ទីក្រុងនិងទីប្រជុំជនក្នុងគោលដៅសំខាន់ៗដែលកំពុងប្រឈមនឹងការបង្ហូរចូលនៅទឹកកខ្វក់និងកាកសំណល់ផ្សេងៗដើម្បីលើកកម្ពស់អនាម័យបរិស្ថាននិងសុខុមាលភាពសាធារណៈចំពោះគម្រោងអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងតាខ្មៅជំហានទី2ក្រសួងក៏បានបន្តកិច្ចសហការជាមួយភាគីកូរ៉េនិងបានឯកភាពលើលទ្ធផលនៃកិច្ចសិក្សាសមាធិលទ្ធភាពរួចរាល់ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធចម្រោះទឹកកខ្វក់រហូតដល់18,000 ម៉ែត្រគីបក្នុងមួយថ្ងៃរួមជាមួយនឹងការបង្កើនប្រព័ន្ធលូបង្ហូរទឹកកខ្វក់ដំណភ្ជាប់តាមដងផ្ទះនិងប្រព័ន្ធរំដោះទឹកជំនន់ខ្ញុំបាទសូមយកឱកាសនេះថ្លែងអំណរគុណជូនចំពោះក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដីជាពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានជួយសម្របសម្រួលលើនីតិវិធីឥណទានសម្រាប់ជាទុនក្នុងការសាងសង់គម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅខ្ញុំបាទក៏សូមស្នើដល់ក្រុមហ៊ុនសាងសង់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសូមយកចិត្តទុកដាក់ខ្ពស់លើការងារបច្ចេកទេសសាងសង់ចាំបាច់ត្រូវអនុវត្តការងារឲ្យបានត្រឹមត្រូវនិងធានាឲ្យបាននូវគុណភាពនិងប្រសិទ្ធភាពជាមួយគ្នានេះសូមស្នើដល់អាជ្ញាធរមូលដ្ឋានមេត្តាផ្ដល់ការសហការសម្របសម្រួលដើម្បីធានាឲ្យគម្រោងនេះអាចដំណើរការបានប្រកបដោយប្រសិទ្ធភាពនិងសម្រេចជោគជ័យតាមផែនការគ្រោងទុកខ្ញុំបាទក៏សូមស្នើដល់បងប្អូនប្រជាពលរដ្ឋដែលមានផ្ទះសម្បែងនៅជិតការដ្ឋានសាងសង់គម្រោងនេះសូមមេត្តាយោគយល់និងផ្ដល់ការអធ្យាស្រ័យខ្ពស់ដល់ការអនុវត្តការងារនៅការដ្ឋានសាងសង់ដែលអាចបង្កឲ្យមានការរំខាននិងផលប៉ះពាល់នានាជាយថាហេតុផងដែរជាទីបញ្ចប់ខ្ញុំបាទសូមគោរពប្រសិទ្ធពរជ័យជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតព្រមទាំងបត្រាបត្រីជាទីស្រឡាញ់សូមទទួលបាននៅសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាប្រាជ្ញាឆ្លៀសវៃដើម្បីបន្តដឹកនាំប្រទេសឲ្យកាន់តែមានភាពរីកចម្រើនរុងរឿងបន្ថែមទៀតខ្ញុំបាទក៏សូមជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតផាងជង្វុក
និងអាយដាមលោកកន្ទាលលោកស្រីនិងកញ្ញាភ្ញៀវកិត្តិយសជាតិអន្តរជាតិមន្ត្រីរាជការនិងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមសម្រេចបានជោគជ័យគ្រប់ភារកិច្ចនិងសូមប្រកបដោយពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លាតឡើយសូមគោរពអរគុណ